សូមជូនរឿងនិទានខ្មែររឿងសុភាទន្សាយកាលពីព្រេងនាយមានសុភាទន្សាយមួយក្បាលរស់នៅក្បែរមាត់ទន្លេដ៏ធំមួយថ្ងៃមួយទន្សាយចង់ឆ្លងទៅត្រើយម្ខាងដើម្បីស៊ីផ្លែឈើឆ្ងាយៗតែវាហែលទឹកមិនរួចសុភាទន្សាយក៏បានចុះឡើងនៅមាត់ច្រាំងរហូតឃើញក្រពើមួយវងកំពុងហាលថ្ងៃទន្សាយក៏គិតរកល្បិចវាដើរទៅជិតក្រពើហើយស្រែកហៅក្រពើទាំងនោះក្រពើដែលជាមេវងបានចេញមកសួរទន្សាយថាណែទន្សាយឯងមានការអីទន្សាយតបដោយសំឡេងខ្ពស់ថាអោលោកមេក្រពើខ្ញុំមកតាមបញ្ជាព្រះរាជាព្រះអង្គចង់ដឹងថាតើពលទាហានក្រពើរបស់លោកមានចំនួនប៉ុន្មានក្បាលពីព្រោះព្រះអង្គនឹងរៀបចំពិធីជប់លៀងដ៏ធំមួយជូនលោកនិងកូនចៅទាំងអស់នៅត្រើយម្ខាងមេក្រពើឮដូច្នោះក៏ត្រេកអរជាខ្លាំងហើយនិយាយថាយើងមិនទាន់ដឹងចំនួនច្បាស់លាស់ទេទន្សាយក៏បានតបងាយស្រួលទេលោកគ្រាន់តែឲ្យកូនចៅទាំងអស់តម្រៀបជួរគ្នាជាស្ពានកាត់ទៅទិងទន្លេពីត្រើយម្ខាងមកត្រើយម្ខាងទៀតខ្ញុំនឹងរាប់ម្ដងមួយលុះរាប់រួចហើយខ្ញុំនឹងប្រាប់ចំនួនទៅព្រះរាជាឲ្យនាំលោកទៅទទួលអាហារដ៏ឆ្ងាញ់ពិសាមេក្រពើជឿជាក់លើទន្សាយហើយក៏បញ្ជាឲ្យកូនចៅតម្រៀបជួរគ្នាពីច្រាំងមួយទៅច្រាំងមួយទៀតដូចជាស្ពានសុភាទន្សាយឃើញដូច្នេះក៏លោតឡើងលើក្នុងមេក្រពើមុនគេហើយស្រែករាប់ថា1បន្ទាប់មកលោតទៅលើក្នុងក្រពើទី2ហើយលោតទៅលើក្នុងក្រពើទី3ទន្សាយក៏បន្តលោតរហូតដល់អស់ក្រពើហើយលោតភ្លឹបឡើងទៅដល់ច្រាំងម្ខាងទៀតពេលទៅដល់ច្រាំងហើយទន្សាយក៏សើចហាហើយស្រែកប្រាប់មេក្រពើវិញថាណែលោកមេក្រពើដល់ល្ងងខ្លៅអើយมันមានពិធីជប់លៀងអីទេខ្ញុំគ្រាន់តែចង់ប្រើល្បិចដើម្បីឆ្លងទន្លេទៅស៊ីផ្លែឈើតែប៉ុណ្ណោះមេក្រពើនិងក្រពើដតីទៀតខឹងណាស់តែហួសពេលទៅហើយមេរៀននេះបានអប់រំអំពីប្រាជ្ញាវាងវៃអាចជួយឲ្យយើងរួចផុតពីគ្រោះថ្នាក់និងសម្រេចបំណងប្រាថ្នាទោះបីជាយើងមានកម្លាំងខ្សោយជាងគេក៏ដោយកុំប្រើកម្លាំងបាយតែមួយមុខ